ប្រព័ន្ធការពារអាកាសបានចំណាយខ្លីល្អបំផុតចំនួន5ប្រភេទនៅក្នុងពេលបច្ចុប្បន្ននៅក្នុងវីដេអូមុនលោកអ្នកបានជ្រាបអំពីប្រព័ន្ធការពារអាកាសបានចំណាយឆ្ងាយមួយចំនួនដែលមានភាពល្បីល្បីនៅក្នុងពេលសប្តាហ៍នៅក្នុងវីដេអូនេះសូមអញ្ជើញលោកអ្នកទៅស្គាល់ប្រព័ន្ធការពារអាកាសបាញ់ក្នុងរយៈចម្ងាយខ្លីហើយសតជាប្រព័ន្ធការពារអាកាសដែលទំនើបមានគុណភាពនិងកំពុងពេញនិយមត្រូវបានគេប្រើប្រាស់ប្រព័ន្ធការពារអាកាសល្អបំផុតចំនួន5ដែលត្រូវបានរើសយកមកដាក់នៅក្នុងវីដេអូនេះមានលក្ខណៈពិសេសផ្សេងគ្នាតម្លៃខុសគ្នាហើយត្រូវបានផលិតពីប្រទេសផ្សេងៗគ្នាផងដែរសម្រាប់ប្រទេសដែលពុំសូវមានកញ្ចក់ថវិកាយោធាធំអាចពិចារណាទៅលើប្រព័ន្ធការពារអាកាសរយៈចម្ងាយខ្លីទាំង5នេះបានតោះសូមអញ្ជើញទស្សនាជាបន្តថាតើទាំង5នោះគឺជាអ្វីខ្លះមកពីប្រទេសណាខ្លះនិងមានតម្លៃប៉ុណ្ណាខ្លះទិញទំនិញស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor ទី1ប្រព័ន្ធបាញ់មីស៊ីល Iris TSL របស់អាល្លឺម៉ង់និងស៊ុយអែតប្រព័ន្ធការពារអាកាសនេះត្រូវបានគេយកមកប្រើនៅក្នុងឆ្នាំ2020ហើយត្រូវបានប្រើនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរវាត្រូវបានគេឌីហ្សាញនៅក្នុងឆ្នាំ2007និងត្រូវបានចាប់ផ្ដើមផលិតនៅក្នុងឆ្នាំ2020មីស៊ីលរបស់ប្រព័ន្ធការពារអាកាសនេះមានច្រើនប្រភេទហើយអាចបាញ់បាននៅក្នុងចម្ងាយក៏ដូចជាកម្ពស់ខុសគ្នានិងមានតម្លៃខុសគ្នាផងដែរជាស្ដែងដូចជាមីស៊ីលប្រភេទ SLS មានតម្លៃក្នុងមួយដើមនោះគឺ$40,000អាមេរិកមីស៊ីល SLM មានតម្លៃក្នុងមួយដើម$25,000ប្រព័ន្ធការពារអាកាសនេះអាចបាញ់បានចម្ងាយដល់ទៅ100គីឡូម៉ែត្រទៅតាមប្រភេទមីស៊ីលដោយមីស៊ីលខ្លះអាចបាញ់បានចម្ងាយ12គីឡូម៉ែត្រខ្លះទៀត40គីឡូម៉ែត្រខ្លះទៀត80គីឡូម៉ែត្រហើយដែលល្អបំផុតនោះគឺអាចបាញ់បាន100គីឡូម៉ែត្ររីឯរយៈកម្ពស់ដែលប្រព័ន្ធការពារអាកាសនេះអាចបាញ់បាននោះអាស្រ័យទៅលើមីស៊ីលគឺអាចបាញ់បានចន្លោះពី8គីឡូម៉ែត្រទៅដល់50គីឡូម៉ែត្រលើបឿនមីស៊ីលនៃប្រព័ន្ធការពារអាកាសនេះក៏លឿនផងដែរជាស្ដែងដូចជាប្រភេទមីស៊ីល SLS អាចហោះនៅក្នុងល្បឿន680ម៉ែត្រក្នុង1វិនាទីរីឯប្រភេទ SLM អាចហោះបាននៅក្នុងល្បឿន1000ម៉ែត្រក្នុង1វិនាទីចំពោះតម្លៃវិញប្រព័ន្ធការពារអាកាស Iris TSL នេះក្នុងមួយឈុតវាមានតម្លៃចន្លោះពី$140លានទៅដល់$178លានទី2ប្រព័ន្ធបាញ់មីស៊ីល NASAM របស់អាមេរិកនិងណ័រវេប្រព័ន្ធការពារអាកាសនេះក៏បានប្រឡូកចូលនៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនផងដែរហើយវាត្រូវបានគេយកមកប្រើតាំងពីឆ្នាំ1997រហូតមកទល់នឹងពេលបច្ចុប្បន្ននៅពេលប្រើប្រាស់គេត្រូវការមនុស្សតែ2នាក់តែប៉ុណ្ណោះដើម្បីបញ្ជាមីស៊ីលរបស់វាបាញ់បានចម្ងាយឆ្ងាយឬជិតអាស្រ័យទៅលើប្រភេទមីស៊ីលដែលចម្ងាយនេះមានចន្លោះពី40គីឡូម៉ែត្រទៅដល់120គីឡូម៉ែត្ររីឯរយៈកម្ពស់ដែលមីស៊ីលរបស់ប្រព័ន្ធការពារអាកាសនេះអាចហោះទៅកំទេចវត្ថុគំរាមកំហែងនៅក្នុងផ្ទៃអាកាសនោះគឺចន្លោះពី21គីឡូម៉ែត្រទៅដល់35.7គីឡូម៉ែត្រប្រព័ន្ធការពារអាកាសនេះត្រូវបានឌីហ្សាញឡើងដើម្បីវាយប្រហារទៅលើវត្ថុគំរាមកំហែងនៅក្នុងផ្ទៃអាកាសដែលមានដូចជាយន្តហោះដ្រូន ហេលីកូបទ័រ មីស៊ីលគ្រូសហើយនិងយន្តហោះតម្លៃរបស់ប្រព័ន្ធការពារអាកាសនេះនៅក្នុងមួយឈុតមានចន្លោះពី250លានទៅដល់$400លានអាមេរិករីឯមីស៊ីលរបស់វាក្នុងមួយដើមមានតម្លៃចន្លោះពី1លានទៅ$1.2លានអាមេរិកសូមបញ្ជាក់ថាប្រព័ន្ធការពារអាកាសនេះតម្លៃរបស់វាគឺមានការប្រែប្រួលទៅតាមលក្ខខណ្ឌនៃការលក់ទៅឲ្យប្រទេសនីមួយៗទី3ប្រព័ន្ធមីស៊ីល Pantsir របស់ប្រទេសរុស្ស៊ីវាគឺជាប្រព័ន្ធការពារអាកាសបាញ់ក្នុងរយៈចម្ងាយខ្លីត្រូវបានឌីហ្សាញឡើងតាំងពីសម័យកាលសូវៀតប៉ុន្តែវាទើបតែត្រូវបានផលិតឆ្នាំ2008នេះតែប៉ុណ្ណោះហើយរហូតមកទល់នឹងពេលបច្ចុប្បន្នមានចំនួនជាង200គ្រឿងនៅពេលធ្វើប្រតិបត្តិការវាត្រូវការមនុស្ស3នាក់ដើម្បីបញ្ជាប្រព័ន្ធការពារអាកាសនេះត្រូវបានយកទៅប្រើនៅក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមស៊ីវិលនៅស៊េរីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយនិងសង្គ្រាមស៊ីវិលលីប៊ីលើកទី2នៅក្នុងឆ្នាំ2025ប្រព័ន្ធការពារអាកាសមួយនេះត្រូវបានរុស្ស៊ី upgrade Pantsir SMDE បំពាក់នូវបច្ចេកវិទ្យាថ្មីៗដើម្បីប្រឆាំងជាមួយវត្ថុគំរាមកំហែងនៅក្នុងផ្ទៃអាកាសដែលមានតម្លៃថោកជាពិសេសនោះគឺវងយន្តហោះដ្រូនប្រទេសដែលបានទិញប្រព័ន្ធការពារអាកាសនេះយកទៅប្រើមានឧទាហរណ៍ដូចជាអាល់ហ្សេរី អេធីអូពី អ៊ីរ៉ាក់ លីប៊ី កូរ៉េខាងជើង អារ៉ាប៊ីសាអូឌីត សេប៊ីហើយនិងអារ៉ាប់រួមនៅក្នុងពេលខាងមុខនេះប្រទេសវៀតណាមដែលនៅក្បែរខាងកម្ពុជាយើងក៏មានផែនការទិញយកមកប្រើផងដែររីឯតម្លៃនៃប្រព័ន្ធការពារអាកាសនេះក៏មិនសូវជាថ្លៃដែរសម្រាប់ការនាំចេញនោះក្នុងមួយគ្រឿងវាមានតម្លៃចន្លោះពី15ទៅ20លានដុល្លារអាមេរិក
ទី4ប្រព័ន្ធបាញ់មីស៊ីល Star Streak របស់ចក្រភពអង់គ្លេសវាគឺជាអាវុធបាញ់មីស៊ីល Manpad ដែលគេបំពាក់នៅលើស្មានៅពេលបាញ់ប្រព័ន្ធបាញ់មីស៊ីលក្នុងរយៈចម្ងាយខ្លីនេះត្រូវបានគេយកមកប្រើដំបូងនៅក្នុងឆ្នាំ1997ហើយនៅតែបន្តប្រើមកដល់ពេលបច្ចុប្បន្នវាក៏ត្រូវបានគេប្រើនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរ Star Streak ត្រូវបានគេផលិតដំបូងតាំងពីឆ្នាំ1986ហើយបើគិតមកទល់នឹងពេលបច្ចុប្បន្ននេះវាមានចំនួនប្រហែលជា 7000 គ្រឿងអាវុធនេះមានទម្ងន់14គីឡូក្រាមមានបណ្ដោយប្រវែង 1.3 ម៉ែត្រនិងមានមុខកាត់13សង់ទីម៉ែត្រក្បាលគ្រាប់របស់មីស៊ីលនៃប្រព័ន្ធការពារអាកាស Star Streak មានទម្ងន់ប្រហែលជា1គីឡូក្រាមហើយវាអាចបាញ់បាននៅក្នុងចម្ងាយជាង7គីឡូម៉ែត្រចំណែកឯរយៈកម្ពស់ដែលមីស៊ីលរបស់វាអាចហោះទៅបុកវត្ថុគំរាមកំហែងក្នុងផ្ទៃអាកាសនោះក៏មានប្រហែលជា7គីឡូម៉ែត្រផងដែរក្រៅពីចក្រភពអង់គ្លេសប្រទេសដែលប្រើប្រាស់ប្រព័ន្ធបាញ់មីស៊ីលនេះមានដូចជាប្រទេសអាហ្វ្រិកខាងត្បូងប្រទេសថៃប្រទេសឥណ្ឌូនេស៊ីប្រទេសម៉ាឡេស៊ីហើយនិងអ៊ុយក្រែនតម្លៃរបស់អាវុធនេះក៏មិនសូវជាថ្លៃដែរក្នុងមួយដើមវាមានតម្លៃចន្លោះពី 127,000 ទៅដល់ 168,700 អាមេរិកអាវុធនេះត្រូវបានគេប្រើជាចម្បងបាញ់ប្រឆាំងជាមួយនឹងយន្តហោះហើយនិងយន្តហោះដ្រូនទី5ប្រព័ន្ធបាញ់មីស៊ីល RBS 70NG របស់ប្រទេសស៊ុយអែតវាគឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធសាបគឺជាប្រព័ន្ធការពារអាកាសបាញ់ចម្ងាយខ្លីចំនួនថ្មីដែលអាចបាញ់ចេញពីស្មារបស់មនុស្សឬក៏បំពាក់នៅលើយានយន្តប្រព័ន្ធអាវុធនេះត្រូវបានបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើបឧទាហរណ៍ដូចជាប្រព័ន្ធកាមេរ៉ាដែលមានរូបភាពច្បាស់ប្រព័ន្ធតាមដានគោលដៅស្វ័យប្រវត្តិហើយនិងប្រព័ន្ធនាំផ្លូវដោយ laser វាអាចបាញ់បាននៅក្នុងចម្ងាយជាង9គីឡូម៉ែត្ររីឯកម្ពស់អាចបាញ់បានដល់ទៅ5គីឡូម៉ែត្រចំណែកឯតម្លៃរបស់អាវុធនេះនៅក្នុងមួយគ្រឿងវាមានតម្លៃខ្ទង់ 3.3 លានអឺរ៉ូនៅក្នុងពេលបច្ចុប្បន្នមានប្រទេសច្រើនដែលប្រើប្រាស់អាវុធនេះចុងក្រោយបំផុតនោះគឺប្រទេសឡាតវីហើយនិងប្រទេសលីទុយអានីដែលសុទ្ធតែជាប្រទេសនៅក្នុងសមុទ្របាល់ទិកទិញយកដើម្បីការពារពីការវាយប្រហាររបស់ក្រុងរុស្ស៊ីសូមអរគុណចំពោះការទស្សនាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ